លោកបើសម្រាប់ហាក់ស្ងប់ស្ងាត់នៅក្នុងការបង្ហាញវត្តមាននៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែររបស់ស្ថានីយ៍ទូរទស្សន៍បាយ័នដែលជាកម្មវិធីមួយដែលបានរុញច្រាននិងជួយជ្រោងនៅកេរ្តិ៍ឈ្មោះរបស់លោកបើសម្រាប់នៅក្នុងវិថីសិល្បៈឲ្យមានភាពល្បីល្បាញមកទល់នឹងសពថ្ងៃនេះសុភត្រា Express បញ្ញាទៅក្រៅប្រទេសឆាប់រហ័សជំនាញនៅក្នុងការវិចខ្ចប់បញ្ញារហ័សទៅកាន់ប្រទេសកូរ៉េនិងប្រទេសជប៉ុនក្នុងតម្លៃ1គីឡូត្រឹមតែ$7តែប៉ុណ្ណោះលោកបើសម្រាប់ត្រូវបានប្រិយមិត្តទស្សនិកជនដែលជាអ្នកគាំទ្រជាច្រើនបានស្គាល់លោកតាមរយៈកម្មវិធីចម្រៀងគ្រួសារខ្មែរដែលជាកម្មវិធីដំបូងបំផុតដែលលោកបើសម្រាប់មានឱកាសនៅក្នុងការបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ហើយក៏ជាកម្មវិធីមួយដែលបានរុញច្រាននិងជួយជ្រោងនៅកេរ្តិ៍ឈ្មោះរបស់លោកបើសម្រាប់ឲ្យមានឈ្មោះបោះសម្លេងនៅក្នុងវិថីសិល្បៈមកទល់នឹងសពថ្ងៃនេះបើយើងក្រឡេកទៅមើលការសម្ដែងក៏ដូចជាការបកស្រាយបទចម្រៀងរបស់លោកបើសម្រាប់នៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរវិញគ្រប់បទចម្រៀងរបស់លោកបើសម្រាប់សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រិយមិត្តទស្សនិកជនប៉ុន្តែនៅរយៈចុងក្រោយនេះប្រិយមិត្តទស្សនិកជនដែលជាអ្នកគាំទ្រកម្មវិធីចម្រៀងគ្រួសារខ្មែរក៏ដូចជាប្រិយមិត្តទស្សនិកជនដែលជាអ្នកគាំទ្រលោកបើសម្រាប់បានកត់សម្គាល់អំពីអវត្តមានរបស់លោកបើសម្រាប់នៅក្នុងកម្មវិធីដ៏មានប្រជាប្រិយភាពមួយនេះចំពោះអវត្តមានរបស់លោកបើសម្រាប់នៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរបានធ្វើឲ្យប្រិយមិត្តទស្សនិកជនដែលជាអ្នកគាំទ្ររូបលោកមានការទន្ទឹងរង់ចាំនិងសំណូមពរចង់ឃើញវត្តមានរបស់លោកបើសម្រាប់ម្ដងទៀតនៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរបើទោះបីជាលោកបើសម្រាប់ហាក់អវត្តមាននៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរយ៉ាងណាក៏ដោយបើយើងក្រឡេកមកមើលនៅក្នុងបណ្ដាញសង្គមអំពីកិច្ចការងារសិល្បៈរបស់លោកបើសម្រាប់វិញប្រិយមិត្តទស្សនិកជនដែលជាអ្នកគាំទ្រលោកបើសម្រាប់ច្បាស់ជាបានឃើញអំពីការមមាញឹករបស់លោកបើសម្រាប់នៅក្នុងវិថីសិល្បៈជាក់ជាមិនខានជាពិសេសទៀតនោះគឺការបកស្រាយបទចម្រៀងនៅក្នុងវងតន្ត្រីលំដាប់អភិជនដែលមានឈ្មោះថាសុខាសាក់សូហ្វូនដែលលោកបើសម្រាប់តែងតែបង្ហាញវត្តមានជាញឹកញាប់នៅក្នុងការបកស្រាយបទចម្រៀងទាំងការបកស្រាយបទចម្រៀងទល់និងការបកស្រាយបទចម្រៀងជាគូប្រសឹងតែទទួលបានការគាំទ្រនិងការពោលសរសើរពីសំណាក់ប្រិយមិត្តទស្សនិកជនចំពោះការបកស្រាយបទចម្រៀងវិញមិនចំពោះតែវងតន្ត្រីសុខាសាក់សូហ្វូននោះទេលោកបើសម្រាប់ក៏អាចទៅបកស្រាយបទចម្រៀងទៅតាមវងតន្ត្រីក៏ដូចជាកម្មវិធីផ្សេងៗទៅតាមតម្រូវការរបស់ប្រិយមិត្តទស្សនិកជនផងដែរក៏ព្រោះតែលោកបើសម្រាប់គឺជាតារាចម្រៀង freelance ដែលមិនជាប់កុងត្រាជាមួយផលិតកម្មណានោះឡើយក្រៅពីនោះលោកក៏មាន channel YouTube ផ្ទាល់ខ្លួនដែលលោកតែងតែបកស្រាយនៅបទចម្រៀងមរតកដើមផ្សេងៗដើម្បីបម្រើជូនជាចំណីអារម្មណ៍សម្រាប់ប្រិយមិត្តទស្សនិកជនរបស់លោកផ្ទាល់ផងដែរបាទដូច្នេះតាមរយៈវីដេអូមួយនេះសង្ឃឹមថាលោកបើសម្រាប់នឹងមានឱកាសឡើងទៅបង្ហាញវត្តមានសារជាថ្មីនៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែររបស់ស្ថានីយ៍ទូរទស្សន៍បាយ័នដើម្បីបម្រើជាចំណីអារម្មណ៍សម្រាប់ប្រិយមិត្តទស្សនិកជនដែលជាអ្នកគាំទ្ររូបលោកអរគុណប្រិយមិត្តទស្សនិកជនចំពោះការតាមដានទស្សនាសង្ឃឹមថាប្រិយមិត្តទស្សនិកជននឹងរីករាយនឹងវីដេអូមួយនេះហើយយើងនឹងវិលមកជួបគ្នាវិញសារជាថ្មីម្ដងទៀតនៅវីដេអូបន្ទាប់សូមអរគុណប្រិយមិត្ត